ការសម្របសម្រួលទីផ្សារមន្ត្រីកសិកម្មឃុំត្រូវការស្គាល់អ្នកទិញហើយទី1ទី2យើងត្រូវសម្របសម្រួលជាមួយនឹងកសិករជាសមាជិកសហគមន៍ឬក៏កសិករដទៃទៀតនៅក្នុងឃុំក្នុងនាមយើងជាមន្ត្រីកសិកម្មឃុំយើងជួយសម្របសម្រួលរកឈ្មោះជូនកសិករយើងព្យាយាមរកឈ្មោះណាដែលល្អសម្រាប់កសិករហើយតម្លៃដែលកសិករអាចទទួលយកបានខ្ញុំបាទឈ្មោះរស់សិលាជាមន្ត្រីកសិកម្មឃុំកន្ទើ1ស្រុកបណ្ដន់ខេត្តបាត់ដំបងកន្លងមកបន្ទាប់ពីយើងបង្កើតសហគមន៍កសិកម្មទំនើបយើងមានសមាជិកក្នុងឃុំកន្ទើ1នេះខ្ទង់ជា100គ្រួសារតែគាត់ទទួលបានលក់នៅក្នុងតម្លៃកុងត្រាតម្លៃ930លេខ2 950លេខ1បញ្ហាប្រឈមក្នុងការសម្របសម្រួលទីផ្សារកសិករយើងតែងតែចង់បានតម្លៃខ្ពស់តែកត្តាដែលកំណត់តម្លៃថាទាបឬក៏ខ្ពស់អាស្រ័យលើគុណភាពស្រូវរបស់ពួកគាត់វិញបញ្ហាគុណភាពយើងមាន3ទី1គាត់ច្រូតនៅទុំស្ទើនៅខៀវបើសិនជាខៀវនៅក្រោមអង្គគេអាចយកបានតែបើខៀវទឹកដោះអត់ទេមានបញ្ហាដែរទី2លាយគ្រាប់ស្មៅនឹងក៏ជាកត្តាមួយកំណត់ដែរមួយទៀតពូជលាយអាពូជសង្ហែព្រៃឬក៏គ្រាប់ខ្លីគ្រាប់បណ្ដេញហ្នឹងក៏គេអាចយកដែរកន្លែងហ្នឹងតកតងជាមួយនឹងការសម្របសម្រួលទីផ្សារឧទាហរណ៍ស្រូវយើងមានលាយខ្លាំងមានចប់ក្របខៀវមានរនុកច្រើនហើយមានការស្មៅចប់ច្រើនអញ្ចឹងជាបញ្ហាហើយពេលខ្លះខាងរោងម៉ាស៊ីនគេអត់ទទួលតែអញ្ចឹងក្នុងនាមយើងជាមន្ត្រីកសិកម្មឃុំយើងត្រូវជួយសម្របសម្រួលរកឈ្មោះពីខាងក្រៅជូនកសិករយើងព្យាយាមរកឈ្មោះណាដែលល្អសម្រាប់កសិករហើយតម្លៃដែលកសិករអាចទទួលយកបានថ្ងៃមុនកសិករគាត់ច្រូតនៅក្នុងសហគមន៍ប៉ុន្តែស្រូវរបស់គាត់អត់ស្អាតទេស្រូវរបស់គាត់ចូលលេខ3ចូលលេខ4ហើយអញ្ចឹងយើងបានណែនាំទៅគាត់ដែរថាស្រូវដែលលក់ចូលសហគមន៍យកត្រឹមតែលេខ1និងលេខ2ទេករណីសមាជិកកសិកម្មទំនើបតែគុណភាពស្រូវគាត់ខាងរោងម៉ាស៊ីនគាត់មានការសុំលើកលែងមិនយកអញ្ចឹងថាគុណភាពអត់មិនល្អអញ្ចឹងហើយពួកខ្ញុំរកទីផ្សារខាងក្រៅជូនគាត់តាមរយៈខ្ញុំតាក់ទងឈ្មោះនៅក្នុងតំបន់ឬក៏ឈ្មោះផ្សេងទៀតដែលខ្ញុំសហការកន្លងមកហ្នឹងឲ្យគាត់ជួយយកការពេលកុំឲ្យឈ្មោះដទៃទៀតគាត់មកតាក់តម្លៃខ្លាំងក្នុងនាមខ្ញុំជាមន្ត្រីកសិកម្មឃុំតទៅមុខទៀតខ្ញុំសំណូមពរឲ្យកសិករចូលរួមជាមួយនឹងសហគមន៍កសិកម្មទំនើបហើយអនុវត្តតាមគោលការណ៍របស់សហគមន៍ដើម្បីផលិតស្រូវមានគុណភាពល្អលក់ទៅតាមតម្លៃកុងត្រាដើម្បីបានប្រាក់ចំណេញខ្ពស់ជាងមុនជាចំណងពររបស់ខ្ញុំសូមឲ្យគាត់បើកចិត្តទទួលយកអ្វីដែលពួកខ្ញុំណែនាំទៅហើយរួមគ្នាអភិវឌ្ឍសហគមន៍របស់យើងមានតែការចូលជាសហគមន៍កសិកម្មទំនើបទេដែលអាចជួយដោះស្រាយបញ្ហាទីផ្សារកសិករបានចឹង